ចាហត់ណាថាត្រីចុងខោនេះឆ្លងកាត់តែវាសិនត្រីរហូតដល់ពេញមកដល់កពតឥឡូវមកស្ងោបកាខាងចុះមកដល់ភ្លាមគេប្រើភ្លាមហ្មងឯងមិនចឹងចាំតែហាមកទីតែភ្លាមនេះទៅទៅឲ្យហ្មងអត់ដឹងទេចាត់ការ មុននិយាយដល់វីដេអូសូមដៀលម្ចាស់ផ្ទះមួយហើយក៏សុំទោសទុកជាមុនផងដែររៀបចំផ្ទះគេបាញ់យកអីស្អាតយ៉ាងហ្នឹងហេតុអីក៏អូសទាញគេម្លេះគេនៅដល់ស្ទឹងត្រែងនៅឃើញចង់តលេងទៀតនេះទៅម្ដងមិនអស់ចិត្តទៅ2ដងមិនអស់ចិត្ត3ដង4ដងឥឡូវនៅឃើញចង់ទៅទៀតឥឡូវបើជ្រុលជាដៀលផ្ទះគេហើយមកដៀលឲ្យដល់ចប់តែម្ដងអ្នកទាំងអស់គ្នាផ្ទះរបស់គាត់នឹងស្ថិតនៅភូមិកំពង់ត្រាចនៅជិតភ្នំកំពង់ត្រាចនឹងតែម្ដងទាំងអស់គ្នាហើយបើការរៀបចំនឹងគឺថាអូសទាញតាក់ទាញសាហាវតែម្ដងខ្ញុំវាឆ្ងល់ផ្ទះអីក៏មានសពគ្រប់អញ្ចឹងមានដើមកទួតម្ដើមដើមតលឹងតាំងម្ដើមមានដើមពុទ្រាម្ដើមមានដើមស្វាយម្ដើមមានដើមដូងជាង10ដើមមានដើមផាសិនទៀតទាំងអស់គ្នាហើយខាងក្រោយផ្ទះនឹងគឺអាចបោះតង់កេកបានទៀតនឹងទាំងអស់គ្នាគឺអ្វីដែលកាន់តែតាក់ទាញតែម្ដងហើយកាន់តែពិសេសនៅទាំងអស់គ្នានៅខាងមុខជាប់ភ្នំកំពង់ត្រាចនៅពីខាងក្រោយជាប់នឹងផ្លូវអាទីភ្លើងតែម្ដងឥឡូវហ្នឹងកុំឲ្យថាខ្ញុំចេះតែដៀលមើលទេសភាពខ្លួនឯងផ្ទាល់ភ្នែកតែម្ដងនេះគឺជាទេសភាពពេលព្រឹកទាំងអស់គ្នាហើយផ្ទះមួយហ្នឹងមិនមែនធ្វើអូសទាញតែខ្ញុំទេអូសទាញមនុស្សច្រើនអ្នកទៀតដែលចង់ទៅហើយបើបានទៅម្ដងហើយដូចដាក់ស្នេហ៍គឺចង់ទៅទៀតទេហើយសុកចង់ទៅផ្ទះគេខ្លួនឯងសោះមកដៀលផ្ទះគេនិយាយលេងនេះអ្នកនរគ្នាខ្ញុំបានតលេងបងស្រីដ៏សែនល្អរបស់ខ្ញុំម្នាក់ចាឈ្មោះគាត់និមលដែលតែរបស់គាត់នឹងស្ថិតនៅទីតាំងខាងលើដែលខ្ញុំបានរៀបរាប់នឹងឯងហើយទៅដល់ផ្ទះគាត់នឹងគឺមិនខ្វះអីញ៉ាំទេទាំងអស់គ្នាគឺយើងធ្វើញ៉ាំខ្លួនឯងហើយមួយវិញទៀតដោយសារតែខ្ញុំនឹងអាសាធ្វើម្ហូបបោះតាម Facebook អញ្ចឹងបងស្រីគាត់ថាគាត់ចង់ភ្លក់ស្នាដៃរបស់ខ្ញុំផ្ទាល់តែម្ដងអញ្ចឹងគ្រាន់តែខ្ញុំចុះពីលើតុកតុកដល់មុខផ្ទះគាត់ភ្លាមគឺគាត់ស្វាគមន៍ខ្ញុំជាមួយនឹងបាគា3គីឡូហើយនឹងមឹក1គីឡូតែម្ដងអញ្ចឹងដោយសារតែខ្ញុំមកដល់ផ្ទះគាត់នឹងគឺម៉ោង12ជាងហើយបើនិយាយពីឃ្លានវិញគឺឃ្លានឡើងញ័រសាច់តែហ្មងទាំងអស់គ្នាអញ្ចឹងខួរក្បាលអត់មាននឹកឃើញថាត្រូវធ្វើអីទេគឺនឹកឃើញតែស្រស់បាគាអីឬក៏ធ្វើអីមួយដែលងាយស្រួលនិងងាយបានញ៉ាំអញ្ចឹងខ្ញុំក៏មកធ្វើបាគាអប់កលសក្រីអ្នកទាំងអស់គ្នាក៏ពិតអាហ្នឹងគឺងាយស្រួលធ្វើមែនតើហើយអីដែលខ្ញុំចង់ធ្វើនឹងគឺខ្ញុំចង់ធ្វើបាគាអប់អំបិលម្ទេសទឹកដោះគោឆៅប៉ុន្តែដោយសារតែអត់មានទឹកដោះគោឆៅអញ្ចឹងសម្រាប់ត្រឹមប៉ុណ្ណឹងហើយធ្វើអីដែលមានអញ្ចឹងចំពោះមួយមុខហ្នឹងគឺស្រួលធ្វើខ្លាំងមែនតើដោយសារតែវាដូចនឹងលីងកាពឹសអញ្ចឹងអ្នកទាំងអស់គ្នាយើងដាក់ជាមួយនឹងកលសក្រីម្ដេងខ្ទឹមសស្លឹកក្រូចសើចហើយគ្រឿងវិញគឺយើងប្រើជាមួយអំបិលស្ករប៊ីចេងអីហ្នឹងគឺយើងដាក់ឲ្យហើយតែម្ដងទៅបើនិយាយពីគ្រឿងវិញក្រៅពីផ្ទះខ្លួនឯងគឺខ្ញុំរត់ឃើញទេអញ្ចឹងខ្ញុំត្រូវការពឹងពាក់បងស្រីឲ្យគាត់មកជួយរកថាគ្រឿងណាគឺជាអំបិលមួយណាគឺជាស្ករមួយណាគឺជាប៊ីចេងដើម្បីដាក់ចូលឲ្យហើយចំពោះគ្រឿងទាំងអស់ហ្នឹងក៏យើងអត់ដាក់ច្រើនពេកដែរយើងដាក់ល្មមៗទេព្រោះដោយសារតែបាគារបស់យើងហ្នឹងគឺមានញ៉ាំជាមួយនឹងទឹកជ្រលក់នោះទេគឺយើងមានទឹកត្រីបុកសម្រាប់ញ៉ាំជាមួយអញ្ចឹងគ្រឿងគ្រាន់តែដាក់ដើម្បីឲ្យវាមានជាតិឡំៗតែប៉ុណ្ណោះអញ្ចឹងមុខម្ហូបមួយមុខនេះគ្រាន់តែផ្សំគ្រឿងហើយគឺវាចិត្តឆ្អិននៅទាំងអស់គ្នាចិត្តអាចញ៉ាំបានហើយគ្រាន់តែយកទៅដាក់លើភ្លើងគឺជាការស្រេចហើយបើចំពោះការប្រើភ្លើងវិញគឺខ្ញុំប្រើពី5ទៅ10នាទីតែប៉ុណ្ណោះដោយសារតែបាគាគឺជាទូទៅយើងមិនប្រើវាឲ្យឆ្អិនខ្លាំងពេកទេយើងគ្រាន់តែស្រុះឬក៏យើងស្ងោរវាតិចតួចឲ្យគ្រាន់តែឆ្អិនហើយយើងលើកតែម្ដងពួកដើម្បីរក្សាជាតិ juicy របស់សាច់បាគានឹងតែម្ដងទាំងអស់គ្នាអញ្ចឹងបាគាលឿនទេគឺដាក់ប្រហែលជា3 4នាទីហ្នឹងវាចាប់ដើមឡើងពណ៌បែបនេះហើយអញ្ចឹងយើងកូរត្រឡប់វាឲ្យឆ្អិនសព្វសាច់ទៅគឺបាគាអាចញ៉ាំបានហើយអញ្ចឹងខ្ញុំកូរត្រឡប់ហើយក៏ទុកវាចាំម្ដងទៅខ្ញុំក៏ទៅមើលពីទឹកត្រីវិញហើយចំពោះទឹកត្រីថ្ងៃនេះគឺមិត្តភក្តិរបស់ខ្ញុំគាត់និយាយអ្នកធ្វើទេទាំងអស់គ្នាគាត់ថាចាំភ្លក់ស្នាដៃគាត់ទៅគឺគាត់ធ្វើទឹកត្រីមកពីឋានសួគ៌តែម្ដងហើយនេះគឺជាទឹកត្រីរបស់គាត់គឺថាហិលហោះហិលញាក់តែម្ដងនិយាយពីថាម្ទេសហ្នឹងមិនតិចពី50គ្រាប់ទេអ្នកទាំងអស់គ្នាម្ទេសសុទ្ធតែម្ដងនិយាយពីថាគ្រាន់តែឃើញហើយខ្ញុំមានអារម្មណ៍ថាពិបាកញ៉ាំយកតែម្ដងខ្ញុំអត់សូវប៉ិនម្ទេសទេអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីត្រួតពិនិត្យទឹកត្រីហើយខ្ញុំក៏កលេចមកមើលបាគារបស់ខ្ញុំគឺឆ្អិនហើយអ្នកទាំងអស់គ្នាអញ្ចឹងក៏ដល់ពេលដែលត្រូវលើកយកមកញ៉ាំហើយញ៉ាំហ្នឹងតិចថាតែញ៉ាំនៅក្នុងផ្ទះឬក៏ញ៉ាំនៅណាទៅគឺក្រោយផ្ទះរបស់គាត់នឹងមានកញ្ចុះអ្នកទាំងអស់គ្នានិយាយរួមដូចកន្លែងកញ្ចុះណាមួយដែលយើងជួលគេដើម្បីអង្គុយញ៉ាំអញ្ចឹងទេអ្នកទាំងអស់គ្នានិយាយពីថាបើនិយាយពីកញ្ចុះហ្នឹងវិញជាមួយនឹងកញ្ចុះដែលគេជួលតម្លៃ5 6ម៉ឺនហ្នឹងគឺអត់ស្មើមួយនឹងកញ្ចុះគាត់ទេអ្នកទាំងអស់គ្នាកញ្ចុះរបស់គាត់ហើយនឹងទេសភាពហ្នឹងគឺខ្ញុំឲ្យ10លើ10តែម្ដងអ្នកទាំងអស់គ្នាវាស្អាតតែម្ដងហើយដល់ពេលដែលយើងញ៉ាំអីជុំគ្នានឹងទៀតវាកាន់តែអែមអញ្ចឹងទេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះដែរចំពោះហាត់ថ្ងៃត្រង់គឺរៀងយឺតបន្តិចហើយប៉ុន្តែបើនិយាយពីម្ហូបវិញច្រើនមុខមែនទែនអ្នកទាំងអស់គ្នាហើយគ្រប់មុខគ្រប់ចានហ្នឹងគឺសុទ្ធតែឆ្ងាញ់តែម្ដងជាពិសេសយើងញ៉ាំជាមួយនឹងបរិយាកាសនឹងទេសភាពបែបហ្នឹងគឺអែមមែនទែនតែម្ដង